mày bơ thơ phọc tí mày bé lắc liệp này hôm lụa จ้าแม่จะยมเธอไหมจ้า ស្លឹកក្លៀបបន្លែធម្មជាតិហូបជាមួយនឹងប្រហុកខ្ទិះនិយាយថាឆ្ងាញ់ខ្លាំងមែនតើលើកទី1នៅក្នុងឆាកជីវិតរបស់ខ្ញុំឲ្យហូបបន្លក់ស្លឹកក្លៀបជាមួយនឹងប្រហុកកាលពីមុនខ្ញុំមិនដែលដឹងថាស្លឹកក្លៀបយើងអាចយកមកហូបបន្លក់អញ្ចឹងបានទេធ្លាប់តែដាំវាមកផ្ទះយកលាបយកជ័យ ហើយថ្ងៃនេះដែរនៅខាងស្រុកខ្ញុំនៅខាងខេត្តតាកែវធ្លាក់ភ្លៀងមួយមេធំតិចទៅជុំពុកម៉ែបងប្អូនអ្នកគ្នាប្រហែលជាម៉ោង11 12ថ្ងៃត្រង់ហ្នឹងឯងដែលម៉ែរបស់ខ្ញុំហើយនឹងបងប្អូនរបស់ខ្ញុំកំពុងតែបេះស្លឹកក្លៀបនេះគឺអត់ទាន់ធ្លាក់ភ្លៀងទេតែគ្រាន់តែបេះហើយប្រហែលជាកន្លះម៉ោងចាប់ដើមធ្លាក់ខ្យល់ចាប់ដើមធ្លាក់ភ្លៀងមកតែម្ដងចំពេលម៉ោងបាយល្មមម៉ែក៏ដាំដើមលៀបនៅមុខផ្ទះម្ដងនិយាយថាលាស់ត្រួយមកខ្ចីមវក់តែម្ដងហើយខ្ញុំមិនដែលដឹងថាត្រួយលៀបហ្នឹងយើងអាចយកមកហូបលក់បានទេអ្នកនរគ្នាម៉ែក៏ប្រាប់ថានេះត្រួយលៀបហ្នឹងបើបានយកមកហូបជាមួយនឹងប្រហុកខ្ទិះនិយាយថាឆ្ងាញ់ណាកូនហើយក្មេងនិយាយគ្នាជាមួយនឹងកូនភាសាឲ្យប្រាប់កូនភាសាធ្វើផុកទីទៅទុកទួនាទីបេះស្លឹកលៀបហ្នឹងឲ្យម៉ែជំនះបេះក៏ដែរទៅធ្វើម្ហូបបើនិយាយពីម៉ែកូនបឺតវិញមិនមែនម៉ែក្មេងឲ្យក្មេងចង់ហូបនេះចង់ហូបនោះឲ្យនិយាយប្រាប់ទៅថាមិនចេះធ្វើណាអ្នកគ្នាសម្រាប់មុខម្ហូបណាដែលម៉ែកូនបឺតមិនចេះធ្វើគាត់មើលនៅក្នុង YouTube មើលនៅក្នុង TikTok ទៅគឺគាត់ធ្វើតាមគេបានសម្រាប់វិធីធ្វើប្រហុកខ្ទិះរបស់ម៉ែកូនបឺតដំបូងម៉ែកូនបឺតដាក់ខ្ទិះដូងហ្នឹងរងាស់វារហូតតរវាឡើងខ្ទិះហើយបានម៉ែកូនបឺតដាក់អាគ្រឿងបុករួមជាមួយនឹងស្លឹកក្រូចសើចចូលមើលតែគ្រឿងរបស់យើងរៀងឈ្ងុយបន្តិចយើងដាក់ជាមួយនឹងខ្ទឹមសចូលដាក់ជាមួយនឹងប្រហុករបស់យើងចូលបន្តមកទៀតយើងដាក់ជាមួយនឹងម្ទេសឆាបន្តមកយើងចាប់ដើមកូរគ្រឿងទាំងអស់ហ្នឹងឲ្យវាចូលគ្នាបានបន្តិចចាំយើងដាក់ជាមួយនឹងស្ករក្រហមរបស់យើងចូលស្ករក្រហមនេះម៉ែកូនប្រើប្រហែលជាមួយខាងបន្តមកយើងចាប់ដើមកូរគ្រឿងហ្នឹងឲ្យវាឡើងឈ្ងុយបន្តិចហើយចាំយើងដាក់ជាមួយនឹងសាច់ជ្រូករបស់យើងចូលសាច់ជ្រូកយើងប្រើជាមួយនឹងសាច់ជ្រូក3ជាន់ណាកុំប្រើសាច់សុទ្ធយើងប្រើជាមួយនឹងសាច់3ជាន់ណាកាន់តែមានរសជាតិឆ្ងាញ់មើលតែយើងរំលីងសាច់ជ្រូកបានចូលគ្រឿងល្អហើយចាំយើងដាក់ជាមួយនឹងប៊ីចេងរួមជាមួយនឹងម្សៅស៊ុបខ្នុរចូលបន្តមកទៀតយើងចាប់ដើមឆាគ្រឿងតររៀងឆ្អិនសាច់ជ្រូកយើងភ្លក់មើលបានមករសជាតិដែលយើងចង់បានមករសជាតិឆ្ងាញ់ហើយចាំយើងដាក់ជាមួយនឹងសណ្តែកដីរបស់យើងចូលដាក់ជាមួយនឹងខ្ទឹមសរួមជាមួយនឹងខ្ទឹមក្រហមជាមួយទ្រាប់ញញងចូលហើយយើងចាប់ដើមកូរគ្រឿងទាំងអស់ហ្នឹងឲ្យវាចូលគ្នាបានបន្តិចមកតែប៉ុណ្ណឹងគឺរួចរាល់សម្រាប់ប្រហុកខ្ទិះយើងនៅក្នុងថ្ងៃនេះសម្រាប់ប្រហុកខ្ទិះរបស់ម៉ែកូនមឹកគឺធ្វើរៀងខាប់ប៉ែអត់ធ្វើរៀងទឹករាវណាអ្នកទាំងអស់គ្នាធ្វើមករៀងខាប់ប៉ែអញ្ចឹងអាហ្នឹងបានរសជាតិឆ្ងាញ់តែម្ដងហូបមកគឺពេញមាត់តែម្ដងដោយប្រហុកកញ្ច្រាមអញ្ចឹងឃើញបងមកខ្លះក៏ធ្វើរៀងរាវតែសម្រាប់ម៉ែកូនបឺតអត់ចូលចិត្តរៀងរាវទេហើយវាត្រូវគ្នាជាមួយនឹងស្លឹកលៀបបន្លក់ត្រួយខ្ចីទៅលាស់ថ្មីទៀតពុកម៉ែបងប្អូនទាំងអស់គ្នាជាតិសាហាវឆ្ងាញ់សាហាវតែម្ដងម៉ែឪរបស់ខ្ញុំនិយាយថាគាត់ហូបយកក៏ខានហូបឲ្យស្លឹកលៀបនឹងយូរហើយមានម្ដងមកផ្ទះគ្រាន់តែបេះត្រួយហូបដែរបើសម្រាប់ខ្ញុំហើយនឹងម៉ែកូនបឺតទៅតែហូបលើកទី1កូនអ្នកទាំងអស់គ្នាដែលហូបពីមុនមកទេនិយាយថារសជាតិឆ្ងាញ់ប្លែកមាត់មួយយ៉ាងមិនដឹងថានៅខាងតំបន់បងប្អូនទាំងគ្នាផ្ទះរបស់បងប្អូនទាំងគ្នាដែលហូបស្លឹកលៀបចឹងអត់ទេតែនៅខាងខ្ញុំនេះអ្នកខ្លះក៏ចេះហូបអ្នកខ្លះក៏មិនចេះហូបដោយផ្ទះអ្នកទាំងគ្នាផ្ទះណាធ្លាប់ហូបក៏ធ្លាប់ហូបផ្ទះណាមិនធ្លាប់ហូបក៏មិនធ្លាប់ហូបដូចខ្ញុំឯងជាដើមចឹងមិនដែលហូបមិនដែលដឹងមកពីមុនទេតើតែម៉ែប្រាប់ថាអាត្រួយរៀបហ្នឹងគេហូបបានគេយកមកលក់ជាមួយនឹងប្រហុកកញ្ច្រាមក៏បានប្រហុកខ្ទិះក៏បានបងណាមិនដែលហូបទេចង់សាកហូបអាចហូបបានអត់ពុលទេគ្រួសាររបស់ខ្ញុំគឺហូបរួចហើយឆ្ងាញ់ខ្លាំងមែនតើអ្នកគ្នាជាមួយនឹងប្រហុកកញ្ច្រាមក៏បានប្រហុកឆៅក៏បានលក់ទឹកគ្រឿងក៏បានហូបជាមួយនឹងប្រហុកខ្ទិះរឹតតែអែម